សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការទូទាត់វិក័យប័ត្រជំពាក់ដើម្បីធ្វើការទូទាត់វិក័យប័ត្រជំពាក់ជាដំបូងលោកអ្នកត្រូវចូលទៅក្នុង module Cell Payment ចុចនៅលើពាក្យ AR Collection រួចចុចនៅលើប៊ូតុង Create សម្រាប់ Decode លោកអ្នកអាចធ្វើការបំពេញដោយផ្ទាល់ឬអាចរំលងនោះ system នឹងធ្វើការចាប់ Decode ជូននៅស្វ័យប្រវត្តិធ្វើការជ្រើសរើសការបរិច្ឆេទដែលលោកអ្នកទទួលទឹកប្រាក់ពីអតិថិជនធ្វើការជ្រើសរើសឈ្មោះអតិថិជនសម្រាប់ Balance គឺជាកន្លែងដែលបង្ហាញពីទឹកប្រាក់ដែលអតិថិជននៅជំពាក់ Note គឺជាកន្លែងសម្រាប់ធ្វើការកំណត់សម្គាល់ព័ត៌មាននៃការទូទាត់លោកអ្នកអាចធ្វើការបំពេញចំនួនទឹកប្រាក់ដែលអតិថិជនសងសរុបនៅក្នុងប្រអប់ Current Amount ធ្វើការជ្រើសរើស Apply ជា Cash ដើម្បីធ្វើការសងជាទឹកប្រាក់រួចធ្វើការជ្រើសរើស Payment Type ណាមួយដែលអតិថិជនធ្វើការទូទាត់លោកអ្នកអាចធ្វើការបំពេញចំនួនទឹកប្រាក់ទៅតាមវិក័យប័ត្រដោយផ្ទាល់ឬចុចទៅលើប៊ូតុង Auto នោះ system នឹងធ្វើការចែកចំនួនទឹកប្រាក់ពី Current Amount ទៅតាមវិក័យប័ត្រជំពាក់ខាងក្រោម Remain Amount គឺជាទឹកប្រាក់ដែលនៅសល់ពី Current Amount ដែលមិនទាន់បំពេញនៅក្នុងវិក័យប័ត្រ Total Paid Amount គឺជាចំនួនទឹកប្រាក់ដែលបានបូកបញ្ចូលគ្នារបស់ Pay Amount នៅវិក័យប័ត្រជំពាក់សរុបធ្វើការពិនិត្យឡើងវិញរួចចុចនៅលើប៊ូតុង Save នៅក្នុងលក្ខខណ្ឌដែលអតិថិជនធ្លាប់មានប្រាក់កក់ឬឥណទានលោកអ្នកក៏អាចធ្វើការជ្រើសរើស Deposit Credit Memo ដើម្បីយកមកទូទាត់ជាមួយនឹងទឹកប្រាក់ដែលជំពាក់ Credit Code គឺជាកន្លែងដែលបង្ហាញពីលេខវិក័យប័ត្រនៃប្រាក់ឥណទានរបស់អតិថិជនលោកអ្នកអាចធ្វើការជ្រើសរើសវិក័យប័ត្រណាមួយដើម្បីយកមកទូទាត់ជាមួយនឹងវិក័យប័ត្រជំពាក់ខាងក្រោមបន្ទាប់មកធ្វើការបំពេញចំនួនទឹកប្រាក់ដែលត្រូវទូទាត់នៅក្នុង Pay Amount សម្រាប់ចំនួនទឹកប្រាក់នៅក្នុង Pay Amount លោកអ្នកមិនអាចធ្វើការបំពេញឲ្យលើសពីចំនួននៅក្នុង Credit Amount បានទេធ្វើការពិនិត្យឡើងវិញរួចចុចទៅលើប៊ូតុង Save Click Print ប្រសិនបើលោកអ្នកចង់ធ្វើការបោះពុម្ពចេញ Click Preview ប្រសិនបើលោកអ្នកចង់ធ្វើការពិនិត្យមើលម្ដងទៀតឬ Click Continue ដើម្បីធ្វើការបញ្ចប់ចុចត្រង់នេះប្រសិនបើលោកអ្នកចង់ធ្វើការពិនិត្យឡើងវិញឬចុចទៅលើសញ្ញាធុងសម្រាប់ដើម្បីធ្វើការលុបចេញ